អស់កាលជាង1000ឆ្នាំមកហើយដែលដូនតាខ្មែរបានកសាងប្រាសាទដ៏អស្ចារ្យនេះឡើងនៅកណ្ដាលព្រៃជ្រៅក្នុងខេត្តព្រះវិហារដែលបន្សល់ទុកនូវអាថ៌កំបាំងជាច្រើនមកទល់សប្តាហ៍ថ្ងៃនេះរហូតមានការសន្និដ្ឋាននិងរឿងដំណើរដ៏មិនគួរឲ្យជឿផ្សេងៗគ្នាបងប្អូនដឹងអត់ប្រាសាទកោះកេររបស់ខ្មែរយើងមានរូបរាងពីរ៉ាមីតដ៏ល្អឥតខ្ចោះបើន័យថាជ្រុងស្មើគ្នាល្អមែនទែនហើយរូបរាងហ្នឹងគឺស្រដៀងទៅនឹងប្រាសាទពីរ៉ាមីតមួយទៀតដែលនៅក្នុងប្រទេសមិចស៊ីកូបើទោះបីជាប្រទេសទាំងពីរនេះមានចម្ងាយឆ្ងាយពីគ្នាយ៉ាងណាក៏ដោយដែលនេះគឺជាចម្ងល់ដ៏អាថ៌កំបាំងមួយថាតើវាគឺជារឿងចៃដន្យឬក៏ជាង1000ឆ្នាំមុនប្រាសាទទាំងពីរនេះគឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងណាខ្លះមួយទៀតមានការសន្និដ្ឋានថាប្រាសាទទាំងពីរនេះគឺស្ថិតនៅលើអង្កត់ផ្ចិតតែមួយនៃផែនដីបងប្អូនជឿអត់ខ្ញុំអ្នកព្រះវិហារស្រាប់ឮគេដំណើរតគ្នាមកថាប្រហោងដែលនៅចំកណ្ដាលនៃប្រាសាទកោះកេរគឺមិនមានអ្នកណាអាចចុះចូលទៅដល់បាតនៃប្រាសាទបានទេរហូតមានជនជាតិឥណ្ឌាម្នាក់ដែលគាត់មកថតវីដេអូឯកសារបកប្រែដោយបងដុកទ័ររតនាគាត់បានសន្និដ្ឋានថានៅបាតប្រាសាទអាចនឹងមានប្រាសាទ7ជាន់ទៀតដែលទល់គ្នាជាមួយនឹងប្រាសាទខាងលើដែលជាទ្វារភ្ជាប់ចក្រវាឡដែលនេះជាការសន្និដ្ឋាននឹងរឿងដំណើរតគ្នាយើងក៏មិនដឹងច្បាស់ថាវាពិតឬក៏មិនពិតនោះដែរប៉ុន្តែអីដែលយើងដឹងគឺកាលពី1000ឆ្នាំមុនបុព្វបុរសពីជំនាន់ហ្នឹងគឺមានជំនឿខ្លាំងក្លាទៅលើអាទិទេពអញ្ចឹងនេះអាចថាជារឿងដំណាលឬក៏ជារឿងពិតនៅជំនាន់នោះក៏ថាបានខ្ញុំលើករឿងរ៉ាវអាថ៌កំបាំងរបស់ប្រាសាទនេះឡើងមកដើម្បីឲ្យបងប្អូននៅពេលដែលទៅលេងគឺកាន់តែគួរឲ្យចាប់អារម្មណ៍កាន់តែស្លុងអារម្មណ៍ពីភាពអស្ចារ្យរបស់ប្រាសាទកោះកេររបស់ខ្មែរយើងមួយនេះនិយាយទៅគឺព្រឺសបល់ហ្មងហើយដោយសារតែអច្ឆរិយភាពរបស់ប្រាសាទកោះកេរនេះហើយដែលធ្វើឲ្យពិភពលោកទទួលស្គាល់ហើយកម្ពុជាយើងអាចដាក់បញ្ចូលប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយជោគជ័យនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2023គឺនៅថ្ងៃនេះតែម្ដងកាលពី2ឆ្នាំមុនអញ្ចឹងថ្ងៃនេះគឺជាថ្ងៃអបអរសាទរគម្រប់ខួបលើកទី2ដែលប្រាសាទកោះកេរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាថ្ងៃដែលយើងទាំងអស់គ្នាគួរចងចាំហើយជាពិសេសខ្ញុំអ្នកកើតនៅលើទឹកដីព្រះវិហារនេះស្រាប់ខ្ញុំពិតជាមានមោទនភាពមែនទែនអញ្ចឹងដើម្បីអបអរសាទរថ្ងៃដ៏ពិសេសនេះអាជ្ញាធរខេត្តព្រះវិហារក៏បានរៀបចំកម្មវិធីរត់សហគមន៍ផ្លូវកោះកេរក្រោមអធិបតីភាពរបស់ឯកឧត្តមហ៊ុនម៉ាណីនិងឯកឧត្តមអភិបាលខេត្តព្រះវិហាររួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋជាង1000នាក់ដែលយើងធ្វើការរត់ចម្ងាយជាង9គីឡូម៉ែត្រជុំវិញប្រាសាទកោះកេរនិយាយទៅកម្មវិធីនេះល្អមែនទែនមិនត្រឹមតែបានផ្សព្វផ្សាយប្រាសាទកោះកេរទេហើយបានទាំងសុខភាពទៀតដូចហាត់ប្រាណអញ្ចឹងហើយមួយទៀតឆ្នាំនេះគឺពិសេសមែនទែនមានរង្វាន់ទៀតអ្នកដែលរត់មកដល់ចាប់ពីលេខ1ដល់លេខ10បានរង្វាន់ទៀតមានទាំងផ្នែកបុរសផ្នែកនារីហើយអាចចូលរួមបានទាំងក្មេងចាស់ប្រុសស្រីហើយអ្នកលេខ1បានឡើង2លានហើយបានទាំងពានផងមេដាយផងអូយបងប្អូនបើមានកម្មវិធីនឹងឆ្នាំក្រោយទៀតកុំភ្លេចមកចូលរួមទាំងអស់គ្នាដែលប្រាសាទកោះកេរគឺស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី4ដែលសម័យនោះគឺជារាជធានីរបស់អាណាចក្រខ្មែរមានទំហំដី16គីឡូម៉ែត្រការ៉េរួមមានប្រាសាទ98ប្រាសាទទៀតអញ្ចឹងនៅក្នុងតំបន់ប្រាសាទកោះកេរគឺមានក្រុមប្រាសាទតូចៗជាច្រើនទៀតដែលនៅពេលដែលយើងរត់ជុំវិញផ្លូវប្រាសាទកោះកេរគឺយើងនឹងបានឆ្លងកាត់ប្រាសាទតូចៗទាំងអស់នឹងអញ្ចឹងយើងអាចចូលទស្សនាហើយនឹងថតរូបថតអីលេងបានអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាមកចូលរួមទស្សនាប្រាសាទកោះកេរបានច្រើនកុះកនិងអ៊ូអរទាំងអស់គ្នាជាពិសេសគឺផ្ដិតយករូបភាពស្អាតៗនឹងហ្មងដោយសារតែខែនេះគឺជារដូវកាលបៃតងអញ្ចឹងពេលដែលចូលមកគឺវាស្មៅខៀវខ្ចីហើយបើមកពេលព្រឹកវិញចុះអាប់ទៀតដូចយើងកំពុងតែឆ្លងភពទៅសម័យបុរាណអញ្ចឹងនិយាយមែនអញ្ចឹងអាចអត់ចូលរួមទាំងអស់គ្នាផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរយើងមួយនេះឲ្យល្បីដោយប្រាសាទផ្សេងៗដែលមានរូបរាងពីរ៉ាមីតនៅជុំវិញពិភពលោកដែរខ្ញុំជឿថាផ្ដើមចេញពីទេសចរនៅក្នុងស្រុករបស់យើងបើសិនជាយើងទាំងអស់គ្នាគាំទ្រទាំងអស់គ្នាស្រឡាញ់និងថែរក្សានិងចូលរួមទៅលេងទៅថតទាំងអស់គ្នាខ្ញុំជឿថាភាពល្បីល្បាញគឺនឹងអាចសាយភាយទៅដល់អន្តរជាតិដែរអញ្ចឹងចូលរួមអបអរសាទរប្រាសាទកោះកេររបស់យើងចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់គ្នាអរគុណច្រើនបាយបាយ